ទាំងអស់គ្នាមកសាកជាមួយនឹងឧបករណ៍បាញ់នីកូលរបស់យើងខ្ញុំអាចបាញ់បានទៅលើដែកឈើនិងបេតុងហើយឥឡូវនេះនាងខ្ញុំនឹងធ្វើការតេស្តសាកល្បងជូនបងប្អូនមើលទាំងអស់គ្នាចាជាដំបូងយើងគ្រាន់តែដាក់ដេកូចូលទៅក្នុងក្បាលរបស់វាគឺដាក់ខាងជ័រនេះចូលទៅបន្ទាប់មកបងប្អូនសង្កត់ទៅលើបេតុងដែកឬក៏ឈើសម្រាប់ឧបករណ៍នេះមួយគឺងាយស្រួលមែនទែនអាចបាញ់បានទៅលើដែកឈើនិងបេតុងអញ្ចឹងសូមបងប្អូនទស្សនាទាំងអស់គ្នានាងខ្ញុំនឹងសាកល្បងឲ្យមើលផ្ទាល់តែម្ដងចាចាគឺថាបាញ់ទៅគឺលេចជាប់តែម្ដងបងប្អូនទាំងអស់គ្នាហើយសម្រាប់ដេកូនេះគឺវាប្រវែង3ហ៊ុនផងដែរចាហើយនៅពេលដែលបងប្អូនទាំងអស់គ្នាប្រើហើយកុំភ្លេចសកត់ជ័រចេញពីក្នុងក្បាលរបស់វាផងណាបងប្អូននេះគឺយើងធ្វើអញ្ចឹងមកពី3ដងមកហើយបងប្អូនដាក់ដេកូថ្មីទៀតទៅគឺប្រើបានហើយអរគុណសម្រាប់ការគ្រប់គ្រងឧបករណ៍បាញ់ដេកូរបស់យើងតាំងពីដើមរហូតមកសូមអរគុណបងប្អូនទាំងអស់គ្នា